HTML ហើយនឹង CSS ដែលតម្រងយើងធ្វើគឺធ្វើដូចនេះគេស្តៀងហ្នឹងគ្រាន់តែខុសពណ៌ឯទេអញ្ចឹងកុំឲ្យកាត់ពេលយូរយើងមកមើល structure HTML បងប្អូនអញ្ចឹងអានេះយើងដឹងតែយើងរៀនមើលថាអានេះ body ហើយនៅក្នុង body ហ្នឹងវាមាននៅ container មួយនេះ div មួយសម្រាប់ក្តោបនៅ div តូចៗនៅក្នុងជាច្រើនអញ្ចឹងទៅអញ្ចឹងអានេះ div ធំមួយដែលក្តោប div នេះមួយ div មួយអានេះ div មួយ div មួយអញ្ចឹងវាមានទាំងអស់4 div តែ5 div បើយើងដាក់នេះ div មួយទៀតក៏បានដែរអញ្ចឹងយើងទៅចូល HTML ខ្ញុំបានបង្កើតនៅ file មួយតែ HTML ហើយខ្ញុំសូមធ្វើការប៉ុណ្នេះតើមែនទេខ្ញុំដាក់កន្លែងតែកន្លែងហ្នឹងគឺ title សម្រាប់ open with Visual អូខេអញ្ចឹងបើអ្នកគាត់ដែលទៅតែដំបូងអាកន្លែង title នេះគឺយើង set មកកន្លែងនេះកន្លែងហ្នឹងហើយយើងទៅសេ style នៅក្នុង internal style មានន័យថាយើងទៅសេ style CS នៅក្នុង file HTML ហ្នឹងហៅ internal style នេះខ្ញុំសូមដាក់ container ខ្ញុំយក style ខ្ញុំសូមនេះ body សិន body មានថាយើងយក body នេះយកមក set style ដោយសារតែក្នុង body នេះយើងឃើញថា background វាបែបនេះអញ្ចឹងយើងដាក់ property របស់ CSS យើងដាក់ background linear gradient ហើយ90 degree ខ្ញុំដាក់ដាក់ពណ៌នេះ red blue ហ្នឹងទៅអូខេឃើញតែវាកក់មើលខ្ញុំសូមអូខេយើងដាក់ប៉ុណ្្នឹងអញ្ចឹងឃើញថាវាមកហើយកន្លែង container នេះយើងទៅធ្វើម៉េច container នេះគឺអូខេយើងមិនបាច់ដាក់ background ឲ្យវាទេ container ហ្នឹងតែដើម្បីងាយស្រួល design យើងដាក់សិនហើយចាំយើងលុបចេញវិញអញ្ចឹងយើងត្រូវដាក់ y វាខ្ញុំដាក់800 pixel ហើយ auto កាលណាយើងដាក់ high auto អញ្ចឹងមានន័យថានៅក្នុង container នេះវាមានប្រមាណ div វាមានប្រមាណនេះចឹងណាប្រមាណ div ចឹងទៅវា high វាគឺវាមានប្រវែង auto ទៅតាមអ្វីដែលយើងមាននៅក្នុង div ហ្នឹងអញ្ចឹងអានេះខ្ញុំសូមដាក់ background color ហើយក្នុង div នេះឥឡូវដើម្បីឲ្យវាមានទិញតួយើងសូមដាក់យើងដាក់ div មួយតែក្តោបនៅនេះហើយអានេះ div មួយទៀតដាក់ div ហើយក្នុង div ហ្នឹងខ្ញុំដាក់ class ឈ្មោះថាheading ចឹង title ក្នុង title ខ្ញុំមាន h3 មួយខ្ញុំដាក់បាយដាក់អក្សរខ្មែរខ្ញុំដាក់អក្សរអង់គ្លេសមក lorem 10
chẳng đầm bay ở viên đi bán dương thời đã chấm nè đã lâu râm hay đã chấm nôn tu lệ đại dương chọn tua so đại dương chọn ở viên miền chứ ok khanh ta nè vì bàn một phần nữa hay bữa to pin nữa dương khanh ta vì miền cầm liệt hay vì miền padding chẳng đầm bay cầm ở miền dương thở ca đạn chạy việc đôi chia margin zone padding zone mình thế này anh ấy vì apply cho group tiếng Oនៅក្នុង HTML នេះតើនេះ apply ចូលគ្រប់ទាំងអស់អញ្ចឹងមានថារបៀបថាវា format ណា margin zone padding zone កុំឲ្យមាន padding ហើយ margin zone នេះវាកុំឲ្យមានគម្លាតនិយាយទៅគឺវា format auto ហ្មងអញ្ចឹងវាងាយស្រួលអញ្ចឹងយើងទៅសេ CSS ដំបូងយើងដាក់ប៉ុណ្្នឹងមករហូតមកហើយចំពោះកន្លែង title ហើយបន្ទាប់ពី title គឺអីគេទៀតនេះមាន module ទៀតយើងត្រូវដាក់ខ្ញុំដាក់ថាកន្លែងនេះខ្ញុំបង្កើត class មួយដាក់ថា question ដឹងសេត្រូវទេ question ចាំលេងpay lorem ខ្ញុំដាក់12ច្រើនពេកគេមានតែបន្តិចទេចឹងទៅអូខេឃើញថាយើងបានប៉ុណ្នេះបន្ទាប់ពីយើងបានប៉ុណ្ណឹងហើយយើងត្រូវការអូខេកន្លែងនេះយើងដាក់ខ្វះមួយខ្លះទៀតយើងដាក់ខ្លះថា heading ហើយយើងផាមកវិញមកអូខេចឹងមិនបានយើងដាក់ heading ម្ដងទៀតដោយសារតែអានេះវាមានមួយខ្លះហើយនៅក្នុងនេះវាមាន2ខ្លះនេះមួយហើយខ្លះនេះមួយអញ្ចឹងណាអញ្ចឹងកន្លែង container នេះខ្ញុំដាក់margin 150 pixel auto អូខេចឹងកន្លែង margin នេះគឺយើងដាក់បែបនេះមានន័យថាអានេះយើងដាក់កម្លាតឲ្យកម្លាតពីខាងលើគេអស់នេះកម្លាតពីនេះមកនេះ150 pixel ហើយ auto គឺវាមក auto មកកដាល auto អញ្ចឹងដើម្បីរៀន CSS ឲ្យឆាប់យល់លឿនយើងរៀនប្រើ command ចេះទៅដើម្បីមើលថាវាដំណើរការមកយ៉ាងម៉េចចឹងណាចឹងទៅហើយបន្តមកទៀតយើងមាន heading ហើយបន្តមកទៀតយើងមាននៅខ្លះ3ទៀតខ្លះទី1ទី2ទី3យើងដាក់អានេះខ្លះ box 1 box 2 box 3ចឹងទៅយើងត្រូវដាក់ខោ heading បើយើងដាក់នៅក្នុង heading វាមានតែវាជាន់ពណ៌គ្នាវាជាន់ខ្លះនេះយើងមើលទៀតទៅណាចឹងកន្លែងនេះខ្ញុំសូមដាក់ background កន្លែង heading យើង design heading ហើយទៅបាន background color អូខេហើយក្នុងហ្នឹងខ្ញុំដាក់ padding ឲ្យវា20 pixel អូខេវាកម្លាត padding 20 pixel ដល់មកទៀតនេះ center title title ដាក់ padding 30
30 pixel align item center justify center យើងត្រូវដាក់ display flash ឲ្យវាអូខេអញ្ចឹងកន្លែងនេះខ្ញុំដក padding ចេញវិញខ្យល់អញ្ចឹងមានន័យថាម៉េចយើងចំណាំទៅចេះនៅពេលដែលមានតែអាហ្នឹងគេគួរនិយាយថាម៉េចណាមានតែ class តែមួយឬក៏ element ណាមួយអញ្ចឹងណាមានតែមួយយើងដាក់ display flash ហើយអានេះ align item center ហើយ justify content center មានន័យថាវាយកអា element មួយហ្នឹងឲ្យវានៅកណ្ដាលហ្មងតោះនេះឲ្យវានៅកណ្ដាលហ្មងឥឡូវយើងចង់ដឹងថាវាមិនពេលអញ្ចឹងវានៅកណ្ដាលហើយគឺវាជាជួរដេកបើសិនជាមាន element ច្រើនទៀតតែបើសិនយើងដាក់កន្លែងនេះ space between មានន័យថាវាបែងចែកកលៀតនេះឃើញបែងចែកកលៀតអញ្ចឹងអាកន្លែងហ្នឹងវាស្ទើរនេះដែរអញ្ចឹងសុំនេះវិញអូខេប៉ុណ្ណឹងខ្ញុំលក់នេះចេញវិញតែកន្លែងហ្នឹងមានតែមួយឯងហើយបន្ទាប់ពីហ្នឹងហើយកន្លែងនេះគឺយើងឃើញដូចហើយយើងសូមដាក់ font size ឲ្យវាខ្ញុំដាក់ title A3 font size នេះមានតែទំហំអក្សរដាក់30 pixel អូខេប៉ុណ្ណឹងហើយបន្តមកទៀតយើង design អានេះកន្លែងនេះគឺវាមាននៅ icon on the internet អត់មាន internet អញ្ចឹងចូលទៅយក font ឲ្យសាំឲ្យកាត់អញ្ចឹងខ្ញុំសូម design នេះឲ្យអស់សិនចាំខ្ញុំទៅ share file ពីទូរស័ព្ទអូខេមាន iconចេះសតថៃណាឆ្កយអូខេបន្តមកទៀតខ្ញុំ design structure HTML មកអស់ព្រោះថាតើមាន Wi-Fi យក font 53កន្លែងនេះខ្ញុំមាននៅ box ខ្ញុំដាក់ box 1នៅក្រោម heading low RAM 20អូខេបានប៉ុណ្ណឹងតើមែនទេខ្ញុំដាក់អានេះ box 2 low RAM 6ឥឡូវនេះសម្រាប់ដាក់នេះខ្ញុំដាក់box 3 low RAM 7ចេះតែ play ថតអូខេបាន1 2 3អញ្ចឹងឃើញថាគ្រប់ហើយអញ្ចឹងយើងត្រូវធ្វើមួយទៀតកន្លែងនេះយើងច្រើនតិចអូខេប៉ុណ្ណឹងតទៅទៀតកន្លែងនេះយើងឃើញថាវាអាក្រក់មកតិចនេះយើងត្រូវដាក់ padding ឲ្យវា padding វាគឺនៅ question យើងយក question ហើយ padding 20 pixel អូខេ20 pixel អូ
ta bên nó mà hay dương mà bọt này cứ viên miền lại nick cầu này anh nó còn lại nó cứ dương từ property sẽ một này border radius dương cô đã lại nè cứ đặt nơi lại content là của sao ấy sao việc đầu vậy nên tao chẳng content border radius 2 pixel ok cái thao vi này lại nó dân đặt padding tay dân mơ thà này mấy bên về border radius chẳng dân thử đặt nơi cái lại này overflow hidden ok chẳng giờ cái lại overflow hidden nó mới tha dương đặt nơi không container đặt nơi không anh đang cái là parent class chẳng từ nâng ngày parent class chẳng dương thời đạo viên ở không nâng để xa tại nè vì order ra đi trong bộ class container nè class đọc thông đó chẳng dương thời đạo overflow hidden lại nắng chẳng class câu nè nó không nâng organa village cứ việc bật auto đòi khơi nhỉ chẳng á đó là chẳng hay tôi mà tiết nhưng thôi tệ to cho mùi nè này ok anh ấy về miền padding chẳng anh nó không bỏ con padding 5 pixel ok nhưng đã bọc thu đây bọc thu vào phần nữa box 3 vào phần nữa ok chẳng ơi tha class tặng bay nắng về miền cái lại nè đôi kia mà miền cái lại nè đôi kia bây giờ trong chùm này là nhưng được xây cô trở nhưng đã phần năng này là bọc 1 bọc 2 bọc 3 là miền sinh nhà nè semicolon trong nâng ngày đầm miền sinh nhà nắng mình thật bọc bay nắng cứ về miền này đôi kia tặng padding từ vị trí màu bản nè rồi tiết nhưng thôi mấy tiết nhưng xong cái này này nhưng ta 30 pixel đã có cái này ok chẳng là cái này cứ lơ crown ta này cái này cứ change đam 2 pixel là 2 pixel chẳng yang đã mấy tiền nói nhưng bài đàn năng về kinh điệt kênh thông phí và nắng hay nhằm xong xe wifi đã mấy tới cho phone áo xanh
បើកតែ image អត់ចូល ឃើញថាវាអត់ជាប់ចឹងខ្ញុំសូមដាក់នេះយកហ្មងទៅបែដាក់ចឹងអូខេយើងអត់អ៊ីនធឺណិតចឹងហើយបន្តមកទៀតចំពោះ box 1 box 2កន្លែងនេះអានេះស្ថិតនៅក្នុង class question ចឹងយើងត្រូវដាក់ display flag ដូចយើងប្រាប់ពីមុនចឹងវាមកជក់ D ហើយហើយដើម្បីឲ្យវាមកកដាលalign item center យើងឲ្យវា format មកទៅជួរកដាលឲ្យវាស្មើគ្នាបន្តមកទៀត justify content space between អូខេវាមកគៀនហើយតែយើងមើលថាអានេះគឺពណ៌សអញ្ចឹងនៅក្នុង heading យើងដាក់ color ពណ៌សចូលសួរថាយើងមិនបានយើងមកដាក់ color នៅក្នុង heading អញ្ចឹងកាលណាយើងដាក់ color នៅក្នុង heading ឲ្យតែអក្សរនៅក្នុង box នៅក្នុង class heading ហ្នឹងគឺវាពណ៌សទៅទាំងអស់សួរថាចុះមិនដាក់នៅក្នុង class នេះដាក់បានតាអានេះក៏ដាក់បានគាត់ថាយើងដាក់ច្រើនយើងដាក់ក្នុង class នេះហងក្នុង class នេះហងតែនៅក្នុងនេះគឺវាសទាំងអស់នៅក្នុង class heading នេះអញ្ចឹងយើងដាក់ក្នុង heading ទៅយើងដាក់ប៉ុណ្ណឹងវា apply បានគ្រប់ class តើណាអញ្ចឹងកន្លែងនេះ box 2 box 2 box 3 display flag align item center space between អូខេឃើញវាមកហើយវាមកទាំងអស់អញ្ចឹងយើងសង្កេតមើលទៀតថានេះវាមាននេះអាហ្នឹងធ្វើម៉េចអាហ្នឹងគឺយើងដាក់ border button អញ្ចឹងយើងដាក់នៅក្នុងនេះមកមួយ pixel solid gray អានេះវាset date អញ្ចឹងយើងតាមនឹងមកប៉ុណ្ណឹងទៅចឹងកន្លែងនេះយើងដាក់ padding 30% អូខេឲ្យមើលទៅរៀងស្អាតអញ្ចឹងវាដូចនៅវាចូលតម្រងហើយនេះឃើញទេចឹងក្នុងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបើឆ្ងល់អីអាច comment នៅខាងក្រោមបានចាំខ្ញុំតបហ្នឹងអរគុណច្រើនអ្នកគ្នា